បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀប generate ជាមួយនឹង crop បងប្អូនទាំងអស់គ្នាអញ្ចឹងយើងបង្កើតជាមួយនឹងវីដេអូមួយដែលយើងប្រើប្រាស់ជាមួយនឹង grab crop របស់យើងហើយនឹងជាមួយ ChatGPT ខ្ញុំឧទាហរណ៍បាទបាទគឺយើងធ្វើលក្ខណៈវីដេអូបែបនេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានអីពិបាកធ្វើទេគឺបងប្អូនទាំងអស់គ្នាធ្វើជាមួយទាំងតែពីរកម្មវិធីទេទី1គឺ ChatGPT ទី2គឺ Grok អញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែសិក្សាពីវាឲ្យបានដឹងថាបន្តិចបន្តួចក៏បងប្អូនអាចធ្វើបានដែរអញ្ចឹងនេះខ្ញុំក៏ទើបតែចេះដែរតែវាដូចអត់មានអីសូវពិបាកប្រហែលទេអញ្ចឹងបងប្អូនអាចព្យាយាមសាកធ្វើបានអញ្ចឹងឥឡូវខ្ញុំនឹងណែនាំជាមួយនឹង Grok សិនជាដំបូងបងប្អូនទាំងអស់គ្នាចូលនឹង Grok ហើយរបៀប log in sign in វាគ្រាន់តែបងប្អូន sign in វាចូលមកគឺបងប្អូនអាចប្រើប្រាស់បានហើយបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំចូលមកកន្លែងនេះគឺបងប្អូនទាំងអស់គ្នាសរសេរអក្សរដើម្បីឲ្យវាធ្វើជារូបភាពឲ្យបងប្អូនហើយសម្រាប់នៅកន្លែងវីដេអូនេះគឺបងប្អូនទាំងអស់គ្នាសរសេរអក្សរដើម្បីឲ្យវាហ្នឹងគឺ generate ធ្វើជាវីដេអូឲ្យហើយសម្រាប់នៅកន្លែងនេះបងប្អូនទាំងអស់គ្នាគឺបងប្អូនទាំងអស់គ្នា select បងប្អូនចង់បានទំហំវីដេអូមួយណាបែបនេះឬក៏បែបនេះតាមតែបងប្អូនទាំងអស់គ្នាស្រឡាញ់ត្រូវការហើយសម្រាប់នៅកន្លែងវីដេអូបាទ resolution នេះគឺបងប្អូនប្រើអានេះគឺ free ហើយសម្រាប់អា720នេះគឺយើងចុចទៅលើវាគឺវាឲ្យទិញអញ្ចឹងមួយខែ$30វាថ្លៃណាស់បងប្អូនទាំងអស់គ្នាហើយកន្លែងនេះគឺវាអញ្ចឹងដែរ free គឺយើងអាចប្រើ6 second ហើយនឹង 480p នេះហើយបើ10 second គឺទិញដែរបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនបងប្អូនចំណាយ$30អត់ថ្លៃបងប្អូនគិតថាថ្លៃបងប្អូនទិញទៅអាចប្រើជាមួយនឹង10 second ហើយនឹង 720p នេះបាទអញ្ចឹងគឺវាអត់មានសូវអីច្រើនប្រហែលទេបន្តមកបងប្អូនទាំងអស់គ្នាចូលទៅមើលនៅក្នុង ChatGPT ម្ដងបាទ ChatGPT គឺបងប្អូនទាំងអស់គ្នាក៏អាចប្រើប្រាស់ជាមួយនឹង free បានដែរឥឡូវខ្ញុំនឹងចូលបង្ហាញកន្លែងយើងសរសេរអក្សរនេះបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនពេលចូលមកកន្លែងសរសេរអក្សរនេះគឺបងប្អូនទាំងអស់គ្នាចុចកន្លែងនេះហើយបងប្អូនគ្រាន់តែសរសេរអក្សរបន្តិចបន្តួចបានហើយបងប្អូនមិនបាច់ថាយើងចេះសរសេរអក្សរដល់ខ្លាំងដល់ណាទេឥឡូវគ្រាន់តែខ្ញុំសរសេរថាខ្ញុំចង់ធ្វើវីដេអូដូចមិញឥឡូវខ្ញុំដាក់ please បងប្អូនមិនបាច់សរសេរ please ក៏បានដែរដាក់ give me ក៏បានដែរគាត់ឥឡូវខ្ញុំសរសេរ please give me approach បាទ approach ហ្នឹងគឺយើងសរសេរទៅដើម្បីឲ្យវាសរសេរយើងបាទ approach about អីគេ A បាទ A យើងដាក់វាមួយមកយើងដាក់ example អានេះតាមការយល់របស់ខ្ញុំសរសេរខ្លួនឯងទេ example A ស្មើអីគេស្មើឲ្យ apple អីចេះចុះបាទ apple បាទ